ក្នុងកលៈទេសៈស្មារតីមួយការពីជាតិពីខ្មាំងសត្រូវអ្នកញ៉ាលេងនវត្រាបែកចែកក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារត្រីងៀតគាំទ្រកងទ័ពនិងជនភៀសសឹកក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានចាត់ក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិជួរមុខចុះប្រមូលទិញអំបុកផ្នែកប្រមូលត្រីងៀតផ្នែកធ្វើឆៃពៅផ្នែកអង្គផ្នែកទទួលអំណោយសប្បុរសធម៌បងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពកំពុងឈរជើងការពារទឹកដីនៅបណ្ដោយព្រំដែននិងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ថៃការចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអង្គការលេងនវត្រាធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្ដេចនាយកនាយឧត្តមសេនីយ៍ផុតលេខផ្កាយមេ5ហ៊ុនសែនអ្នកភស្តុភារកម្ពុជាកងយោធពលខេមរៈភូមិន្ទគាំទ្រដល់កងទ័ពកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងជនភៀសសឹកនៅពេលជួបការលំបាកស្មារតីសាមគ្គីភាពកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ